គឺគ្រូលើកយកប្រធានតែសេចក្តីដែលធ្លាប់ចេញប្រឡងសញ្ញាបត្ររួចហើយយកមកបង្រៀនសារឡើងវិញដើម្បីទុកជាវិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិរបស់យើងចាអញ្ចឹងសូមយកចិត្តទុកដាក់ហើយកុំគិតថាឲ្យអ្នកគ្រូបរៀននរណាចេញអាហ្នឹងគឺអត់ទេកូនណាអ្នកគ្រូអត់បាននិយាយដល់បញ្ហាហ្នឹងទេតែប្រការសំខាន់ត្រង់ថានេះគឺជាគំរូសម្រាប់កូនយកទៅសរសេរប្រសិនបើប្រធានបទតាក់ទងចំណុចណាមួយកូនអាចយកគំរូនេះយកទៅសរសេរបានអញ្ចឹងណាកូនណាចាជាពិសេសគឺកូនទី12នេះឯងដែលត្រូវតែចាប់អារម្មណ៍ខ្លាំងជាងគេអញ្ចឹងសូមសំណូមពរមួយសម្រាប់កូននៅពេលដែលកូនឃើញការបង្រៀនរបស់លោកគ្រូកូនត្រូវមើលហើយមើលទៀតកូនត្រូវចងចាំគ្រប់ចំណុចដែលលោកគ្រូបាននិយាយចាកូនណាគ្រប់ប្រធានដែលលោកគ្រូបង្រៀនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិរបស់យើងនេះចាអញ្ចឹងថ្ងៃនេះគឺលោកគ្រូបានចូលទៅប្រធានបទវិញ្ញាសាទី2កូនណាវិញ្ញាសាទី1គឺយើងបានរួចហើយឥឡូវចូលទៅវិញ្ញាសាទី2សម្រាប់ការត្រៀមប្រឡងនេះក៏ប៉ុន្តែមិនមែនជារឿងថ្មីទេគឺវិញ្ញាសាដែលយើងធ្លាប់ចេញប្រឡងរួចហើយចាអញ្ចឹងប្រធានបទដែលបានលើកឡើងនេះគឺអក្សរសិល្ប៍ខេមរៈនិយមបានអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរតាមសម័យកាលនីមួយៗកូនមើលបន្តិចទេកូនណាតែងសេចក្តីមួយប្រធានបទមួយទៀមទាឲ្យកូនអានយ៉ាងហោចណាស់ក៏បាន3ចប់ដែរអ្នកគ្រូតែងតែរំលឹកគ្រប់ការបង្រៀនរបស់អ្នកគ្រូធ្វើតែសេចក្តីបានយើងយល់ប្រធានជាអតិភិបបើយើងអត់យល់ប្រធានទេកូនមិនដឹងស្អីពីអីពាសកាលប៉ាត់ណាប៉ាត់ដីឯងកូនសរសេរបាន10ហ្វឺ20ហ្វឺក៏ដោយក៏កូននៅបានបន្ទុកដែរអញ្ចឹងដរាបណាកូនយល់នៃសេចក្តីរបស់ប្រធានទើបកូនអាចសរសេរប្រធាននឹងបានណាអញ្ចឹងមើលអានយ៉ាងហោចណាស់ក៏បាន3ចប់ដែរអានឲ្យយល់ពីនៃសេចក្តីមិនមែនអានដើម្បីអានទេអានឲ្យយល់ពីនៃសេចក្តីរបស់ប្រធានអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរតាមសម័យកាលនីមួយៗចូលបកស្រាយដោយយកអត្ថបទអក្សរសិល្ប៍ចំនួន3មកបញ្ជាក់នេះគឺកំណត់ទៀតណាកូនណាចូលបកស្រាយដោយយកអត្ថបទអក្សរសិល្ប៍ចំនួន3មកបញ្ជាក់អញ្ចឹងអត់មានលើសពី3ទេមិនឲ្យខ្វះ3មិនឲ្យលើស3ចាអូខេអញ្ចឹងប្រធានបទគេបញ្ជាក់ថាអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរតាមសម័យកាលនីមួយៗឃើញទម្រង់ប្រធាននេះមួយទៀតណាកូនណាឃើញទម្រង់ប្រធាននេះមួយទៀតហើយដោយសារតែអ្នកគ្រូបាននិយាយថានៅក្នុងលក្ខណៈសម្គាល់នៃប្រធានបែបពន្យល់ឬក៏ប្រធានបែបវិភាសាឬក៏ប្រធានបែបប្រៀបធៀបគេត្រូវសម្គាល់ទៅលើ3ចំណុចទី1គឺពាក្យសម្រាប់បញ្ចេញមតិទី2ពាក្យសម្រាប់បង្គាប់ទី3ពាក្យសម្រាប់ចោទសួរឥឡូវកូនកលេចមើលប្រធានបទនេះមានពាក្យបញ្ចេញមតិទេអត់មានទេមានពាក្យចោទសួរទេអត់មានទេមានតែអ្វីមានតែពាក្យបង្គាប់គឺចូលបកស្រាយអញ្ចឹងចូលទៅលក្ខណៈប្រធានពន្យល់ទៀតណាកូនណាចូលទៅលក្ខណៈប្រធានពន្យល់ទៀតហើយអញ្ចឹងអ្នកគ្រូមិនបាច់ចាំរំលឹកគម្រោងអីទៀតទេកូនណាព្រោះយើងបានដឹងពីគម្រោងនេះនៅក្នុងប្រធានទី1ហើយវិញ្ញាសាទី1ហើយតោះឥឡូវគឺលក្ខណៈសម្គាល់នៅក្នុងគម្រោងតែងនៃប្រធានតែងសេចក្តីហ្នឹងគឺអ្នកគ្រូគាត់ធ្វើជាគម្រោងនៅលើប្រធានបទតែម្ដងចាតោះឥឡូវកូនមើលបន្តិចអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរតាមសម័យកាលនីមួយៗនេះស្ដាប់កូនណាយើងត្រូវណូតទុកលើពាក្យណាដែលជាពាក្យកលឹះរបស់ប្រធានអក្សរសិល្ប៍ខេមរៈនិយមចឹងកូនប្រកបជាត្រូវកត់សម្គាល់ទៅលើអាហ្នឹងបង្ហាញពីសង្គមខ្មែរតាមសម័យកាលនីមួយៗបង្ហាញពីអីសង្គមខ្មែរតាមអីសម័យកាលនីមួយៗចូលបកស្រាយដោយយកអត្ថបទអក្សរសិល្ប៍ចំនួន3មកបញ្ជាក់ណាចូលបកស្រាយដោយយកអត្ថបទអក្សរសិល្ប៍ចំនួន3មកបញ្ជាក់ចឹងយើងសាកល្បងធ្វើកិច្ចការទាំងអស់គ្នាមើលកូនសាកល្បងធ្វើទាំងអស់គ្នាទៅយើងចាប់ផ្ដើមពីការធ្វើគម្រោងជាបឋមហើយនៅទីនេះដូចគ្រូធ្លាប់និយាយចឹងណាកូនណាសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិរបស់យើងគឺចែកចេញជា2គឺវិទ្យាសាស្ត្រពិតនិងវិទ្យាសាស្ត្រសង្គមបើវិទ្យាសាស្ត្រសង្គមគឺទាមទារឲ្យកូនប្រើរយៈពេលយូររហូតដល់2ម៉ោងកន្លះនោះចឹងការប្រើរយៈពេល2ម៉ោងកន្លះមិនមែនកូនសរសេរ1ម៉ោងចប់ទេត្រូវពង្រីកសេចក្តីឲ្យទូលាយហើយលោកគ្រូតែងតែនិយាយថាប្រធានតែសេចក្តីមួយគឺយើងអាចសរសេរ1ម៉ោងក៏បាន2ម៉ោងក៏បាន1ម៉ោងកន្លះក៏បានសរសេរជា report 20ទំព័រក៏បានជានិក្ខេបបទមួយក៏បានក៏ប៉ុន្តែយើងត្រូវអាស្រ័យលើពេលវេលាកូនណាបើគេកំណត់ពេលវេលាយើងខ្លីយើងត្រូវសរសេរដល់បង្រួមសេចក្តីបន្តិចបើគេកំណត់ពេលវេលាយើងរៀងវែងបន្តិចយើងត្រូវពង្រីកសេចក្តីទៅលេងបន្តិចចឹងសម្រាប់ខ្លឹមសារប្រធានបទនីមួយៗគឺនៅដូចគ្នាដដែលទេមិនថាសង្គមមិនថាវិទ្យាសាស្ត្រទេខ្លឹមសារដូចគ្នាតែប្រការសំខាន់គឺយើងចេះបង្រួមសេចក្តី
dương chết bồng ri sực đây rồi có ọt nè cái này nắng con nè à vậy để khóc nó cứ thoáng nắng ấy dương chết bồng rôm sực đấy rồi có dương chết bồng ri sực đây rồi có ọt tập phần nắng ấyแต่บคลอมซาในthiên bọt cứ đối được như thế không nè สำหรับ thiên bọt mùiต่อจังยังจับดาวมือหลุมนอมมือสกายตามติการนั้นในยี่ปีสกายตามคือมีแต่งออกใบจำนวนหลุมนอมปัญหาจำนวนปัญหาจำนวนปัญหาจังในคลองหลุมนอมปัญหานี่คือยังยี่ปีปัญหาตู้เตอร์แต่การในยี่สมทั่วอย่างนั้นเอาเตะโต้ตั้งแต่การเลิกล้างหรอบ่ประเทศบอดมันต้นเลิกประเทศบอดมาไปโจเต้ในยี่ทุ่มไม่เอาเตะโต้ตั้งแต่การเลิกล้างต่ออะไรคนเมืองติอันนี้คนแต่ชื่อกลุ่มรู้ได้ในขู่เอาไอ้คนนะจังคนจังประดามเซ็งปีนั้นก็บ้านได้ให้ชื่อตุ่มรถในการเสพประดามเสกได้อย่างเฮานะฮะคนนะก็คนไอ้แต่งหลุมน้อมจำโนจำเนาnóก็โบกโจคลิปบ้านอย่างเขาnóก็บ้านผมเปิดผมใบประตูได้มันเป็นคนเสพมามัดจอบเต้หรือคนเสพปีประตูจอบเต้วิออดก็ได้สักไอ้ดอกบอกเก้ให้คอมเมนต์โรโฮดต่อมาตุ่มปอดบัดจอบประดามเต้ออดเต้คนนะอย่างเขาnóก็บ้านผมเปิดใบประตูได้แต่งหลุมน้อมจำโนจำเนาเนี่ยยังบริสุทธิ์ได้ทั้งไม่บ้านคนดังมาแต่บอกใครเป๊กก็เอาแต่ครุ่มได้สึกได้ที่ไอ้แต่ตัวโยบานก็เอาใครเป๊กก็เอาไปเอาหลุมมอมจ้ะโอเคต่อจังก็เลยเขาดักหลุมน้องปัญหาเอาแจ้งก่อนแต่เชื่อกลุ่มรู้ไว้คนก่อนแต่เชื่อกลุ่มรู้ไว้นะจังคนอายุตัวเซสไอ้เซฟที่กับบ้านไหนป้าเด็กบอสสังคมขมายสมัยครบสมัยกาลป้าเด็กบอสสังคมขมายครบสมัยกาลเติมบานคลายจิตติจำนาร้องระบบกับญี่ปุ่นโดยเนื้อขนมสาดได้ดีมวยโลกบ้านบัญชีรอปฏิกาทลบการเมียนเรื่องราวทลบการเมียนขนมสังคมขมายมาดองเตี้ยนะคนนะนึกขวัญตาจีจุ่มนุ้ยขวัญตาจีกลุ่มรู้สำหรับคนเยอะตัวเสียให้คนเมื่อตาในกูดีเจนึกแตะโตตัวนึงประเทศบอดออกต่อป้าเด็กบอสสังคมขมายครบสมัยกาเติมบ้านคลายจิตติจำนาร้องระบบกับญี่ปุ่นนะดาวขนมดาวเนื้อขนมสาดได้ดีมวยโลกบ้านบัญชีรอปฏิกาเรื่องราวได้ทลบการเมียนตามระยะการบัญชีนุสาได้อัศเสริมมีนการนิยมโชดจัดปีสำนักประยมดขมายนุคืออัศเสริมคำนิยมก็บ้านแสดงลางอย่างประชาชนวิ่งเรื่องราวได้ทลอบการเมืองของสังคมขมายจ้ะจังแต่เขาได้ช่วยบริษัทคนไอ้บุ๋มเป็นมันไทม์เดิมไว้เสียเตี้ยกับบ้านได้นะจังโซท่าไว้ได้ในคนนี้เนี่ยคนเนี่ยได้แต่เขาเรียบรอบนั่งคนนะแต่ต้องตั้งการเลิกลาบอกประเทศเนอประเทศกันยิ่งเปลี่ยนอัศเสริมคำนิยมบางห้างปีสังคมขมายขนมสมัยกาตามสมัยกาในมวยจังนี่คนเคยเนี่ยแต่บ้องยังยิ่งปีแรกขณะสกอร์ถูกเติมมั้งกันยี่ป้าดิบอสกงขมายตัวสมัยกาเติมบ้านคลายจิตติชนาเราบอกกับใบญี่ปุ่นนั่นแหละขณะถูกเติมมวยเลยดาวในขนมซาได้ในมวยโลกบ้านบัญชีรอปฏิกานึกเรื่องราวแต่ทบการเมียนเนี่ยกันยี่อันนั้นเรื่องราวจีเรื่องราวตู้เติมดาวเป็นนี่กูบัญชีโจปัญหาระบบประเทศนั่นเนี่ยตามระยะการบัญชีนู้ซาได้เซอเมียนการนิยมโจจัดปีสำนักประยุทธ์นู้คืออัศเสริมคำนิยมนั้นบ้านก็บ้านแสดงลางยางประจักษ์จงมีเรื่องราวแต่ทอการไม่ครองสังคมขมายนี่ปฏิบัตินามวยจังมาคนนะคนเคยเตะการพดามการเปิดลมนองระเบียบนี้เติบผลตุเหมือนบัดจังคนเหม็นเสียแต่จังไอ้คนไอ้เลิกเปี่ยไว้เส้นกับบ้านได้รัชดาบัดระเบียบนะเสียกับบ้านก็ปตาสมทมไม่เอาเตะโต้ถึงการเลิกล้างระบบปลอดเทียนจ้าโอเคต่อให้มันยังโจแต่ดอลจมโนลมาจมโนลนี่คือยังเลิกโยกประเทศบอลมาไปโจลมวยเตี้ยถ้าคนนั้นมวยเตี้ยไทยได้ประเทศบอลอดบินเคลียร์คราวพรตระจังนะกูจำนวนอโกนทำไมดอยหายดีหายเติบบรรทบปีบ้านศึกษาสดาเซอร์แคมป์นิยมจีจารุยมกก่อมีการเลิกเชียประเทศบอลล้างจงวิญญาเซอร์แคมป์นิยมบ้านบ่องห้างปีสังคมขมายตามสมัยการในมวยก่อนเคยกับไรนะกูไปโจหรือเคยกับไรนะกูไปโจประเทศหรือจังการโจประเทศนี้คือบรรโจประเทศนี้ก้นถือเมื่อบ่าวสันจิบเที่ยวมีเครื่องพรตระจังก้นถือไปโจทำไมโดยให้นี้ให้เติบบรรทบปีบ้านศึกษาสาได้ใบแคมป์นิยมจีจารุยมกก็มีการเลิกเชียประเทศบอลล้างจงวิญอาเซอร์แคมป์นิยมบ้านบ่องห้างปีสังคมขมายตามสมัยการในมวยจังกับไรน่าได้จีการบรรโจประเทศนี่คนเคยยันเนี่ยอาเซอร์แคมป์นิยมบ้านบ่องห้างปีสังคมขมายตามสมัยการในมวยบรรโจบัตรเคยยันอดไอ้ปบะที่เขาอดปบะให้บรรยังโชว์ตัวจำนวนนี่คือยังเจ้าตามใบผลโยตาการเลิกล้างนี่มีนตาการเลิกล้างในประเทศบอลกันเลยนี่มีนคำสาใบน่ะเจ้าบางคนจ้องเจ้าใส่ผิดดังบ้านเนี่ยคนจ้องเจ้าหรือไม่กับบ้านได้เอาแต่เจ้าแหลกหนับถิ่นใบผล
ពន្យល់កូនចង់យកប្រធានបទបោះចោលក៏បានកូនចោល style ផ្សេងទៀតក៏បានតែសុំឲ្យស្របទៅតាមលក្ខណៈសម្គាល់នៃប្រធានបែបពន្យល់ចាហើយបានកូនចូលទៅដល់ទួលសេចក្តីដោយចាប់ផ្ដើមពីឃ្លាភ្ជាប់សម្រាប់ភ្ជាប់បញ្ហាពីផ្ដើមមកតួមុននឹងធ្វើការបកស្រាយប្រធានបទលើកឡើងនេះឲ្យប្រកបដោយភាពច្បាស់លាស់គ្រប់គ្រាន់នៃសេចក្តីត្រូវយល់នៃពាក្យកន្លឹះដែលក្តោបខ្លឹមសារប្រធានលើកឡើងនេះអីចឹងមកកូនអានេះគ្រាន់តែជាការធ្វើជាគំរូកូនណាអញ្ចឹងកូនអាចសរសេរផ្សេងពីនឹងក៏បានដែរមិនប្រើមុននឹងធ្វើការបកស្រាយជំនួយសម្រាប់ការបកស្រាយជាវិភាគទានជាទស្សនៈទានសម្រាប់អីចឹងមកស្អីតែកូនចង់បានទេយកចំណុចមួយណាក៏បានដែររួចហើយបានយើងចូលទៅដល់ពន្យល់ពាក្យនេះទៀតសោតកូនអ្នកគ្រូនិយាយឲ្យក្នុងគ្រប់ការបកស្រាយប្រធានពាក្យត្រូវពន្យល់អត់កំណត់ទេឲ្យតែពាក្យវិលជុំវិញការបកស្រាយទៅតែពន្យល់ប្រមាណក៏ដោយអត់កំណត់ទេណាឥឡូវនៅក្នុងប្រធានបទនេះអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរតាមសម័យកាលនីមួយៗអញ្ចឹងប្រកាសជាអ្វីដែលជាពាក្យកន្លឹះរបស់ប្រធានគឺអក្សរសិល្ប៍ខេមរៈនិយមហើយនឹងសម័យកាលណាអញ្ចឹងយើងត្រូវយកពាក្យនោះមកបញ្យល់ពីព្រោះអានឹងវាជាកន្លឹះជាដើមចោលសម្រាប់ការបកស្រាយរបស់យើងអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរនឹងវាជាបំរាប់ប្រធានហើយអក្សរសិល្ប៍ខេមរៈនិយមវាបង្ហាញពីសង្គមខ្មែរក៏ប៉ុន្តែវាតាមសម័យកាលណាអញ្ចឹងតាមសម័យកាលនីមួយតោះឥឡូវយើងបញ្យល់ពាក្យអក្សរសិល្ប៍ខេមរៈនិយមមកអញ្ចឹងយើងអត់បំបែកពាក្យអក្សរសិល្ប៍អីតទៀតទេកូនពីព្រោះពាក្យនេះគឺជាបង្គំពាក្យអក្សរសិល្ប៍បូកនឹងខេមរៈនិយមអញ្ចឹងវាទៅជាកន្សោមមួយណាអក្សរសិល្ប៍បូកនឹងខេមរៈនិយមមានន័យថាម៉េចយើងអត់ថាអក្សរសិល្ប៍ជាអត្ថបទដែលប្រើសិល្បវិធីតទៀតទេណាស្នាដៃទាំងឡាយណាដែលជាការនិយមចូលចិត្តរបស់ជនជាតិខ្មែរឬស្នាដៃដែលបានคล้ายជាទីគោរពជាទីពេញនិយមចូលចិត្តរបស់ខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់ឃើញទេការបញ្យល់ពាក្យកូនណាដោយតែគ្រូធ្លាប់និយាយដដែលអញ្ចឹងអត់ទៀមទាយកវចនានុក្រមមកបើកទេពាក្យខ្លះបើសិនជាបញ្យល់តាមវចនានុក្រមទៅវាហាក់ដូចជាពិបាកផ្គុំគ្នាណាតែដើម្បីឲ្យយល់នៃសេចក្តីរបស់ប្រធានកូនយកនៃរបស់ពាក្យហ្នឹងមកបូកបញ្ចូលគ្នាមកដើម្បីឲ្យបានទៅជានៃរួមមួយរបស់ប្រធានរបស់ពាក្យចាអញ្ចឹងអក្សរសិល្ប៍ខេមរៈនិយមមានន័យថាស្នាដៃទាំងឡាយណាដែលជាការនិយមចូលចិត្តរបស់ខ្មែរស្នាដៃដែលខ្ល้ายជាទីពេញនិយមចូលចិត្តរបស់ខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់អានោះឯងគេហៅថាអក្សរសិល្ប៍ខេមរៈនិយមដល់ឡែកពេលថាសម័យកាលមានន័យថាកាលកំណត់យុគសម័យរបស់គ្រប់គ្រងទម្រង់សង្គមក្នុងបរិបទរូបភាពណាមួយរជ្ជកាលឬក៏ពេលវេលាអានោះឯងគេហៅថាសម័យកាលអញ្ចឹងសួរថានៅពេលដែលកូនយកទៅបញ្យល់នេះកូនយកអាពាក្យទាំងអស់ហ្នឹងមកទេអត់ទេកូនណាអត់ទេគឺយើងចេះកាត់នៃសេចក្តីរបស់ពាក្យទាំងហ្នឹងមកហើយមកអីពរួមគ្នាទៅឲ្យបានទៅជាបញ្យល់នៃប្រធានមួយអូខេហើយបានយើងចូលទៅដល់បញ្យល់នៃអញ្ចឹងនៃរួមរបស់ប្រធានចង់បាននោះគឺអីនៃរួមដែលប្រធានចង់បានគឺតម្រូវឲ្យធ្វើការបកស្រាយហេតុអីបានជាតម្រូវធ្វើការបកស្រាយដោយសារតែប្រធានបទគេបញ្ជាក់ថាធ្វើការបកស្រាយជុំវិញអីជុំវិញសម័យកាលនានានៃសង្គមខ្មែរដែលត្រូវបានរៀបរាប់បង្ហាញតាមរយៈស្នាដៃអក្សរសិល្ប៍ខេមរៈនិយមអញ្ចឹងបកស្រាយជុំវិញសម័យកាលនានាសុំទោសនៃរួមដែលប្រធានចង់បានគឺការបកស្រាយជុំវិញសម័យកាលនានានៃសង្គមខ្មែរដែលត្រូវបានរៀបរាប់បង្ហាញប្រាប់តាមរយៈស្នាដៃអក្សរសិល្ប៍ខេមរៈនិយមអញ្ចឹងមានន័យថាអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរគ្រប់សម័យកាលណាអូខេតោះឥឡូវបានយើងចូលទៅដល់បញ្យល់នៃហើយយើងចូលទៅដល់បកស្រាយហើយនេះគឺជាចំណុចដែលវារសើបហ្នឹងណាចំណុចដែលវារសើបដោយសារអីអ្នកគ្រូធ្លាប់រំលឹកជារឿយហើយការបង្រៀនត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិនេះគឺអ្នកគ្រូព្យាយាមនិយាយមួយហ្នឹងណាព្រោះជាទម្លាប់អ្នកគ្រូគឺកាលណានិយាយយឺតពេកដូចជាតឹងទ្រូងព្រោះទម្លាប់មកយើងចូលចិត្តនិយាយលឿនដោយសារពេលវេលាណាជួនកាលយើងអត់អាចទៀមទាយើងធ្វើឲ្យយឺតបានទេចាអូខេតោះឥឡូវអ្នកគ្រូព្យាយាមនិយាយឲ្យយឺតបន្តិចបកស្រាយគឺយើងចាប់ផ្ដើមពីគំនិតសំខាន់ហើយបានយើងចូលទៅដល់សេចក្តីលម្អិតបានយើងចូលទៅដល់ឧទាហរណ៍អានឹងគឺជាចំណុចរួមនៃការបកស្រាយតោះឥឡូវមើលគំនិតសំខាន់ជាអ្វីកូនគំនិតសំខាន់គឺជាគំនិតចម្បងនៃប្រធានបទដែលបានលើកឡើងបានន័យថាប្រធានបទលើកយកពីអ្វីមកនិយាយនោះឯងគឺជាគំនិតសំខាន់ហើយតោះឥឡូវយើងមើលគំនិតសំខាន់នៃប្រធានបទនេះគឺអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរតាមសម័យកាលនីមួយ
អានេះគឺជាកំណត់សំខាន់នៃប្រធានបទរួចហើយបានយើងយកអាកំណត់សំខាន់ហ្នឹងទៅបំបែកសេចក្តីឲ្យវាល្អិតទៅដើម្បីធ្វើការបកស្រាយគេហៅថាសេចក្តីលំអិតចាអញ្ចឹងនៅក្នុងសេចក្តីលំអិតរបស់យើងចែកចេញជាបញ្ហាពីរទី1គឺលក្ខណៈនៃអក្សរសិល្ប៍ខេមរៈនិយមទី2អក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសម័យកាលសង្គមខ្មែរសម័យកាលនីមួយៗចាអូខេយល់កន្លែងនេះទេកូននេះជួនកាលការបកស្រាយរបស់យើងកូនណាបើសិនជាចាប់ចុងបញ្យងដើមអត់បានទេកូនបកស្រាយទៅគឺអត់បានបន្ទុកទេណាឥឡូវនេះគឺអ្នកគ្រូចែកដាច់ឲ្យដោយសារតែនៅក្នុងសេចក្តីលំអិតយើងត្រូវចេះញែកបញ្ហាឲ្យបានយើងប្រមូលផ្ដុំគ្នានៅក្នុងឧទាហរណ៍ណាតោះទី1គឺអក្សរសិល្ប៍ខេមរៈនិយមហើយទី2គឺអក្សរសិល្ប៍ខេមរៈនិយមហ្នឹងគឺបង្ហាញពីសង្គមខ្មែរក្នុងសម័យកាលនីមួយៗឥឡូវនេះកាលណាយើងនិយាយពីអក្សរសិល្ប៍ខេមរៈនិយមអក្សរសិល្ប៍ខេមរៈនិយមនេះគឺនេះដូចជាយើងនិយាយពីទ្រឹស្ដីសិនណាកូនណាគាត់ជាការផ្ដើមបញ្ហាតិចមកជាស្នាដៃដែលជាការនិយមចូលចិត្តរបស់ជនជាតិខ្មែរអញ្ចឹងអក្សរសិល្ប៍ខេមរៈនិយមជាស្នាដៃដែលជាការនិយមចូលចិត្តរបស់ជនជាតិខ្មែរពាក្យតែខេមរៈគឺខ្មែរនិយមគឺចូលចិត្តរឿងដែលខ្មែរស្រឡាញ់ខ្មែរចូលចិត្តជាពិសេសគឺទស្សនវិជ្ជារឿងណាភ្ជាប់ទៅនឹងទស្សនវិជ្ជារួមនៃវប្បធម៌កាលណាភ្ជាប់ទៅនឹងទស្សនវិជ្ជារួមនៃវប្បធម៌ហើយអ្វីទាំងឡាយដែលស្នាដៃបានលាតត្រដាងហ្នឹងវាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតថភាពនៃជីវិតខ្មែរទៅនឹងសង្គមខ្មែរគ្រប់សម័យកាលអូខេអញ្ចឹងជាស្នាដៃដែលទទួលបានប្រជាប្រិយភាពខ្លាំងក្នុងចំណោមមហាជនខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់ក្នុងសង្គមនរណាក៏ចេះនរណាក៏ដឹងនរណាក៏ស្គាល់ស្នាដៃប្រភេទហ្នឹងណាកូនណាទោះបីថាគ្រាន់តែការនិយាយតគ្នាក៏ដោយឬក៏មានជាលិលាអក្សរក៏ដោយឬក៏មានចរិតទុកជាអ្វីក៏ដោយក៏តែប្រកាសសំខាន់គឺចំណោមមហាជនខ្មែរចេះចាំគ្រប់គ្នាចាឥឡូវកូនមិនបាច់មើលរឿងអីទេមើលតែរឿងទុំទាវទោះបីថាជាប្រភេទអក្សរសិល្ប៍បុរាណក៏តែរឿងនេះគឺជាអក្សរសិល្ប៍ខេមរៈនិយមមួយហើយមូលហេតុអីខ្មែរចេះខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់ចេះចាំរឿងនេះចាជាស្នាដៃដែលមនុស្សខ្មែរឲ្យតម្លៃខ្ពស់ហើយផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវរបស់មនុស្សខ្មែរជាស្នាដៃដែលមនុស្សខ្មែរឲ្យតម្លៃខ្ពស់ហើយដោយសារតែវាភ្ជាប់ទៅនឹងរឿងរ៉ាវរបស់មនុស្សខ្មែរអញ្ចឹងបើសិនជាភ្ជាប់ទៅនឹងការរស់នៅទៅនឹងតថភាពរបស់មនុស្សខ្មែរហើយណាខ្មែរតែឲ្យតម្លៃស្អីក៏ដោយឲ្យតែនិយាយតាក់ទងទៅខេមរៈនិយមគឺប្រកាសជាលើករឿងទាំងនឹងមកនិយាយជាស្នាដៃដែលមានអត្ថិភាពក្នុងសង្គមខ្មែរគ្រប់សម័យកាលអញ្ចឹងអក្សរសិល្ប៍ខេមរៈនិយមនេះជាបញ្ញត្តិជាទ្រឹស្ដីរបស់វាអញ្ចឹងជាស្នាដៃដែលស្ថិតថេរអមតៈគ្រប់សម័យកាលបរិបទសង្គមប្រែប្រួលប៉ុណ្ណាក៏ដោយផ្លាស់ប្ដូរយ៉ាងណាក៏ដោយអក្សរសិល្ប៍នៅតែបញ្ជ្រាបបានក្នុងផ្នែកកម្រិតរបស់មនុស្សគ្រប់ស្រទាប់ជាន់ថ្នាក់ដដែលចាឥឡូវយើងបានលក្ខណៈទូទៅនៃអក្សរសិល្ប៍ខេមរៈនិយមហើយយើងចូលទៅដល់ចំណុចទី2គឺអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរក្នុងសម័យកាលនីមួយៗអក្សរសិល្ប៍ខេមរៈនិយមបង្ហាញពីសង្គមខ្មែរក្នុងសម័យកាលនីមួយៗអញ្ចឹងបាននេះថាចូលមកដល់អ្វីដែលយើងចង់បានណាតើការបង្ហាញពីសង្គមខ្មែរក្នុងសម័យកាលនីមួយៗនោះអក្សរសិល្ប៍ខេមរៈនិយមលើកអ្វីមកបង្ហាញគាត់បង្ហាញពីអក្សរសិល្ប៍ហ្នឹងបង្ហាញពីជីវភាពរស់នៅរបស់មនុស្សខ្មែរបង្ហាញពីជីវភាពរស់នៅរបស់មនុស្សខ្មែរគាត់ណាកាលណានិយាយពីជីវភាពមួយម៉ាត់ណាគាត់ណាក្នុងសង្គមមួយបរិបទមួយមិនមែនមានមនុស្សមានជីវភាពដូចគ្នាទេណោះអ្នកខ្លះលវៈវេទនាខ្លាំងអ្នកខ្លះណោះធូរធារខ្លាំងរស់នៅលើកំណត់សុខអ្នកខ្លះទៀតរស់នៅលើកំណត់ទុក្ខអញ្ចឹងគឺបង្ហាញជីវភាពរបស់មនុស្សគ្រប់ស្រទាប់ជាន់ថ្នាក់ជីវភាពរបស់មនុស្សខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់អក្សរសិល្ប៍ខេមរៈនិយមនេះបង្ហាញពីមុខរបររកទទួលទានដោយសារតែវាភ្ជាប់ទៅនឹងតថភាពជីវិតនឹងហើយទៅគេហៅថាខ្មែរនិយមមុខរបររកទទួលទានធ្វើអីរកស៊ីអីតាំងពីដើមមកជាទម្លាប់របស់ខ្មែរនឹងធ្វើអីការងារអីប្រកបការងារអីបង្ហាញពីការពីរបបគ្រប់គ្រងពីសម័យកាលប្រវត្តិសាស្ត្ររបៀបនៃការគ្រប់គ្រងស្រុកទេសមានន័យថាម៉េចបង្ហាញពីរបបគ្រប់គ្រងសង្គមបានន័យថារបបគ្រប់គ្រងសង្គមវាអត់នៅដដែលទេវាតែតែមានការផ្លាស់ប្ដូរពីបរិបទមួយទៅបរិបទមួយហើយនៅពេលដែលបង្ហាញពីរបបគ្រប់គ្រងសង្គមហ្នឹងប្រកបជាក្នុងនោះគឺអក្សរសិល្ប៍ខេមរៈនិយមបានបង្ហាញពីសម័យកាលប្រវត្តិសាស្ត្រណាមួយហើយក៏បានបង្ហាញដែរពួកវាភ្ជាប់កាលណាអក្សរសិល្ប៍លើកយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមកបញ្ចូល
mình men xa đáy nó cứ chia bộ bọt xa thế còn thời chấm con á xa đáy nó cứ chia à sơ đời xa ta nè đi bốn ba bảy cho sơ vị thi hái chẳng vì lên tới chia प्रतिcao vì mình lấy tới chia bọt xa hay còn tại sao đây à sơ đại miền tùng nốt từ rốt bọt thế thì sao rồi biết này ca trục krong sọc tết anh ấy cứ chia lệ cả sầm con muối con á rồi biết để ca trục krong bài ấy cứ thở bà sơ khám lại dùng lực dùng một hai muối tiền bằng hai pi rồi biết để caroner rồi bom được mai cướp sọt cho thằng rồi biết để caroner cứ mi lệ cả khó khó này sớm mấy đi bà để bọn cái caroner rồi biết mấy bà để bọn cái caroner rồi biết mấy cứ ở sơ khám lại dùng lực lực được bằng hai được bằng hai pi bánh ha sẽ từ cái bọc mày sẽ từ cái miền đang sẽ từ cái chiết miền đang sẽ từ cái củ sa cả nan dễ bị sẽ từ cái bọc mắt biết tẹt tông từ lực này sầm khăn buồn mục pro này sẽ từ cái là chỉ mục pro sẽ từ cái vì miền đang bị cả sự cámอุตสาหกรรมแกะมันในคุ้มก็โดยเฉพาะในกิจการนะจังแต่งเศรษฐกิจជាតិទាំងសេដ្ឋកិច្ចគ្រួសារត្រូវបានស្តង់ដារអសរសិល្ប៍បែបខេត្តនិយមលើកយកមកលើកទឹកដាងមួយទៀតបង្ហាញពីបញ្ហាវប្បធម៌បើនិយាយពីវប្បធម៌មួយម៉ាត់វប្បៈបូរធម៌វប្បៈគឺការសាបព្រោះបណ្ដុះបណ្ដាលហើយចំណេះដឹងណាគាត់ណាធនគឺភាពសភាពឬក៏ជាសភាពត្រត្រង់មានន័យថាសភាពទាំងឡាយណាដែលត្រត្រង់ឲ្យការសាបព្រោះបណ្ដុះបណ្ដាលចំណេះដឹងអូខេអញ្ចឹងគឺកាលណានិយាយពីសភាពដែលសាបព្រោះបណ្ដុះបណ្ដាលចំណេះដឹងនោះគឺដូចជាបញ្ហាជំនឿហើយគាត់ដឹងជំនឿគឺជាស្អីជំនឿគឺជាការនិយមជឿទៅលើអ្វីម្យ៉ាងទាំងរូបិយទាំងអរូបិយដល់មិនគិតពីហេតុផលទេបង្ហាញពីបញ្ហាសាសនាអានឹងសុទ្ធតែមានភ្ជាប់ទៅនឹងតថភាពនៃជីវិតខ្មែរហើយបង្ហាញពីប្រពៃណីទំនៀមទម្លាប់បង្ហាញពីការសិក្សាបង្ហាញពីការអប់រំបង្ហាញពីកិច្ចការបង្ហាញពីសិល្បៈអីសពបែបយ៉ាងអានោះឯងសុទ្ធតែជាតថភាពនៃជីវិតរបស់ខ្មែរមិនត្រឹមតែប៉ុណ្ណោះអសរសិល្ប៍កម្មនិយមបង្ហាញពីផ្នែកគំនិតទស្សនៈការនិយមចំណងចំណូលចិត្តការប្រស័យតាក់ទងឃើញទេដោយសារតែវាបានបង្ហាញពីអានឹងគាត់ណាបង្ហាញពីអានឹងទៅបានខ្មែរនិយមចូលចិត្តព្រោះបើនិយាយទៅដល់រឿងរ៉ាវណាវាមិនមែនជារឿងរបស់ខ្លួនរបស់មនុស្សពេលខ្លះវាមិនមែនជារឿងរបស់មនុស្សក៏ប៉ុន្តែខ្មែរនិយមចូលចិត្តដោយសារស្របទៅនឹងផ្នែកគំនិតសញ្ចេតនារបស់ខ្មែរបង្ហាញពីភូមិសាស្ត្រទឹកដីរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ជាតិឬក៏មានអ្វីផ្សេងទៀតជាច្រើនដែលស្នាដៃបែបខេមរនិយមលើកយកមកបង្ហាញនេះបញ្ជាក់ថាអសរសិល្ប៍ខេមរនិយមបង្ហាញពីសង្គមខ្មែរតាមសម័យកាលនីមួយណាអញ្ចឹងបើកាលណានិយាយពីបញ្ហាក្នុងសម័យកាលមួយវិញដែលអសរសិល្ប៍ខេមរនិយមលើកយកមកបង្ហាញហ្នឹងគឺរាល់បញ្ហាទាំងនេះគាត់ដែលមាននៅក្នុងស្នាដៃអសរសិល្ប៍ខេមរនិយមយល់ទេគាត់បញ្ហាហ្នឹងយល់អត់ទេអញ្ចឹងទៅពេលដែលកូនសរសេរនេះចំណុចនីមួយគឺដតៃតាមផ្នែកទេគាត់បន្ទុកគឺចែកតាមហ្នឹងណាកូនសរសេរបានចំណុចនេះឲ្យប្រមាណបន្ទុកសរសេរចំណុចឲ្យប្រមាណបន្ទុកគឺគេមានអញ្ចឹងកូនអញ្ចឹងបានទៀមទាឲ្យចេះគាត់ណាទៀមទាឲ្យចេះអូខេតែឥឡូវយើងមើលឧទាហរណ៍បន្តិចអញ្ចឹងតោះឧទាហរណ៍មិញឲ្យលើឧទាហរណ៍តែ3រឿងឯងគាត់ណាអត់មានលើក4រឿងបើកូនលើក4រឿងវាខាត់ទៅពេលវេលាសរសេរទេពួកគេយកតែ3តាតោះអញ្ចឹងកាលណា3រឿងគេកាត់ទៅគ្រប់ឥឡូវលើកយករឿងទុំទាវមួយដំណើររឿងទុំទាវភ្ជាប់ទៅនឹងសង្គមខ្មែរនាសម័យកាលមួយច្បាស់លាស់គឺសម័យកាលលង្វែកណាបរិបទសង្គមខ្មែរតតភាពសង្គមខ្មែរក្នុងសម័យកាលលង្វែកដែលក្នុងនោះបានបង្ហាញពីអីខ្លះទី1បញ្ហាជំនឿជឿទៅលើអីកូនទុំទាវអាគមគាថាទេជឿទៅលើហោរាសាស្ត្រទេជឿទៅលើទស្សនកម្មផលទេជឿលើព្រលឹងទេជឿលើការសែនព្រេនទេអូខេតោះឥឡូវអ្នកគ្រូបញ្ជាក់កន្លែងហ្នឹងតិចដើម្បីឲ្យកូនយកទៅប្រើបានយកទៅសរសេរបានបញ្ហាជំនឿជឿលើអាគមគាថាកន្លែងណាបញ្ជាក់ថាជឿលើអាគមគាថានៅពេលដែលទុំទៅស្មូតទៅផ្ទះនឹងទាវកូនណាទុំចាប់ចិត្តប្រតិបត្តិទាវខណៈពេលខ្លួនកំពុងជាសង្ឃណាដូចតែគ្រូធ្លាប់និយាយលេងអញ្ចឹងកូនណាទោះបីតែលោកជាសង្ឃក៏ដោយក៏តែលោកមានបេះដូងអញ្ចឹងទោះបីថាយុវជនឲ្យតែឈានចូលដល់យុវវ័យភាពជាយុវភាពនេះគឺជាដល់វ័យកំឡោះក្រមុំជំទង់នេះគឺអារម្មណ៍ស្នេហាកើតឡើងអញ្ចឹងគេអត់រើសអើងទីកន្លែងពេលវេលាអីនៅពេលដែលទុំទៅស្មូតទៅផ្ទះនឹងទាវដើម្បីជាបន្ទាល់ទុំបានសាច់មុនខ្សែសារកាលឿនថោងបន្ទន់ចិត្តនឹងទាវពួកខ្លាចនឹងទាវនឹងអត់ស្រឡាញ់នេះគាត់តែជាការពារដូចជាពេលនឹងឯងទុំបានលូកយកប្រទាលឆាន់នឹងស្លាហើយក៏សាយទៅលិនថោងក៏វឹករំលឹករកសំពលីហៅរកមនីចិន្តាលូកយកប្រទាលឆាន់នឹងស្លាសូត្រសាគ្រប់សពចាប់ជាម្ដងអូខេអានឹងជឿទៅលើអាគមគាថាដែលអាគមគាថានេះយើងដឹងថាមិនមែនស្ថិតក្នុងគម្ពីររបស់សាសនាពុទ្ធទេក៏តែជាឥទ្ធិពលនៃលទ្ធិសាសនាព្រាហ្មណ៍ស្ថិតនៅក្នុងគម្ពីរអដ្ឋវរវេទចាស់មួយទៀតគឺជឿលើហោរាសាស្ត្រជឿលើហោរាសាស្ត្រត្រង់ណាទុំទៅស្មូតនៅផ្ទះនឹងទាវ
ចាប់ចិត្តស្រឡាញ់ទាវត្រឡប់ទៅដល់វត្តវិញសូមព្រះគ្រូចៅអធិការលាចាកសិក្ខាបទតែព្រះគ្រូចៅអធិការលោកអត់បានទទួលយកព្រមតាមសំណើរបស់ទុំទេលោកបានទាញក្តារឈ្នួនវាលេខវាអតៈទៅឃើញថាប៉ះចំលេខ0អាចសឹកបាននៅខែពិសាខឆ្នាំក្រោយទុំមិនស្ដាប់ទំនាយគ្រូទីបំផុតដូចសឹកម្នាក់ឯងក្បែរដបោកអ្វីដែលកើតឡើងនោះគឺមរណភាពណាពោះពេលដែលទោះទីឃើញចំលេខ0គឺលេខស្លាប់ជឿទៅលើកម្មផលកន្លែងណានៅពេលដែលទុំទៅស្មូតទាំងទាវទុំចាប់ចិត្តប្រតិបត្តិទាវទុំបាននិយាយថាម៉េចខ្លួនស្រឡាញ់ស្រីនៅពេលដែលកំពុងបួសរៀនអញ្ចឹងប្រហែលជាមកពីកម្មហើយមួយទៀតជឿលើព្រលឹងដូនតាម្ដាយទាវជឿលើព្រលឹងដូនតាជឿលើសែនព្រេនម្ដាយទាវបានប្រាប់កូនយ៉ាងម៉េចដើម្បីកុហកកូនឲ្យមកផ្ទះវិញណាពេលដែលព្រះជាលោកផ្សំផ្គុំឲ្យហើយជាមួយទុំអញ្ចឹងក៏ស្រាប់តែកុហកកូនទៅមិនកូនត្រឡប់មកផ្ទះវិញម៉ែមានជំងឺជាទម្ងន់ដោយសារប្រហែលជាមកពីខុសចរងចតាអីហើយអញ្ចឹងមកសែនព្រេនណែអានេះបញ្ជាក់ពីបញ្ហាជំនឿរបស់ខ្មែរហើយបញ្ហាជំនឿវានៅដិតតាមក្នុងសង្គមក្នុងស្រទាប់មនុស្សគ្រប់ជាន់ថ្នាក់សពថ្ងៃក៏មិនងាយសាបរលាបដែរអ្វីទាំងនោះនៅតែដើរតួនាទីសំខាន់ខណៈពេលដែលយុគសម័យនៃបច្ចេកទេសវិទ្យាសាស្ត្ររីកចម្រើនខ្លាំងផ្នែកកម្រិតផ្លាស់ប្ដូររបស់សង្គមប្រែប្រួលតែអ្វីទាំងនេះនៅតែដើរតួនាទីដដែលក្នុងសង្គមខ្មែរណាទោះបីថាសំខាន់មិនសំខាន់មិនដឹងទេតែនៅតែដឹងថាមានអត្ថិភាពក្នុងសង្គមដដែលមួយទៀតបញ្ហាសាសនាដំណើររឿងបញ្ជាក់ច្បាស់ហើយណាគ្រប់ពុទ្ធសាសនាវាជាការនិយមចិត្តរបស់ខ្មែរទេសពថ្ងៃយើងគោរពពុទ្ធទេទទួលអធិពលព្រាហ្មណ៍មានអធិពលព្រាហ្មណ៍ច្រើនដែលនៅសល់ក្នុងសង្គមខ្មែរដោយសារតែពីមុនមកយើងគោរពអធិពលយើងគោរពលទ្ធិសាសនាព្រាហ្មណ៍ចានៅពេលដែលលទ្ធិសាសនានេះសាបរលាបទីដងទៅក៏អធិពលនៅតែមានដដែលទេយើងងាកមកកាន់ពុទ្ធវិញអញ្ចឹងទៅពេលដែលយើងបញ្ជាក់ថាភ្ជាប់ទៅនឹងខេមរនិយមការនិយមចិត្តរបស់ខ្មែរដំណើររឿងបញ្ជាក់ច្បាស់ពីការគោរពលទ្ធិពុទ្ធសាសនាកន្លែងណាយើងមានវត្តអារាមយើងមានប្រសង់ដូចជាវត្តវិហារធំយើងមានប្រសង់ដូចជាព្រះគ្រូចៅអធិការវត្តដូចជាវត្តដូចជាទុំដូចជាពេជ្រជាដើមណានឹងយើងមានធម៌វិន័យដែលតំណាងសាសនាយើងមានពុទ្ធបរិស័ទនឹងគឺបានបញ្ជាក់ថាយើងគោរពពុទ្ធសាសនាហើយនេះគឺជាការយំចិត្តរបស់ខ្មែរប្រសពថ្ងៃគេច្រើនជាង 90% ជិត 100% ដែលគោរពពុទ្ធសាសនាទទួលអធិពលព្រាហ្មណ៍ថងណាទុំសាច់មុនស្រាសារកាលិនថោងនេះមុនស្រាស្ថិតក្នុងគម្ពីរទី4នៃលទ្ធិសាសនាព្រាហ្មណ៍គឺគម្ពីរអដ្ឋវរវេទអញ្ចឹងគឺនៅតែទទួលអធិពលនៅឡើយទេអូខេការសូត្រមុនសូត្រអីនេះគឺរំដោះគ្រំអស់ឲ្យក៏នៅតែមានអធិពលនៅពីលទ្ធិសាសនាព្រាហ្មណ៍ចាំមួយទៀតប្រពៃនេះទៅនឹងទម្លាប់កូនស្រីចូលមកលុបនាងទាវចូលមកលុបនឹងដើម្បីអីកាលណាកូនស្រីពេញកំមុំចេញថាសាមញ្ញអញ្ចឹងគាត់ណាពេញរូបពេញរាងចូលដល់វ័យគ្រប់ការត្រូវឲ្យចូលមកលុបហើយការចូលមកលុបនៅគ្រូធ្លាប់ប្រាប់ហើយអត់កំណត់ពេលទេជួនកាលអាចចូលថ្ងៃនឹងស្អែកចេញក៏បានជួនកាលអាចចូលមួយសិលជួនកាលអាចចូលមួយខែជួនកាល3ខែគឺតាមកំណត់តាមធនធានដែលគ្រួសារនីមួយៗមានអាចចូលបានកលៈទេសៈអាចចូលបានអញ្ចឹងការចូលមកលុបនេះគឺបើតាមនៃសក្តីណាត្រៀមខ្លួនរៀបចំខ្លួនឲ្យមានចេញពីមលុបវិញមានប្តីខ្លាយទៅជាគេហៅថាក្រុមគ្រួសារមួយដែលអាចជាមនុស្សពេញលក្ខណៈបានហើយអញ្ចឹងការចូលមលុបនេះគឺអត់កំណត់ទេហើយដូចជានាងទាវអញ្ចឹងចូលមលុបកំពុងចូលមលុបកូនប្រុសទៅធ្វើអីបួសរៀនទុំទៅបួសរៀនម្ដាយយកទៅផ្ញើក្នុងជីវភាពរបស់អារាមតាំងពីក្មេងនៅវត្តវិហារធំជាមួយនឹងពេជ្រមិត្តសម្លាញ់របស់ទុំនោះអូខេការស្អីដណ្ដឹងការរៀបអាពាហ៍ពិពាហ៍កន្លែងណាកូនអុកញ៉ាឲ្យជូនចូលទៅតដឹងទាវឲ្យទៅមើលងួនជាកូនការរៀបអាពាហ៍ពិពាហ៍ក៏បង្ហាញពីកន្លែងព្រះជាលោកសំផ្គុំរៀបអាពាហ៍ពិពាហ៍ឲ្យទុំហើយនឹងទាវរៀបការជាមួយនឹងមើលងួនម្ដងទៀតចាអូខេការសិក្សាសម័យគឺរៀនសូត្រនៅតាមវត្តអារាមការរៀនសូត្រនៅតាមវត្តអារាមគេរៀនពីអីខ្លះរៀនពីលេខនិពន្ធរៀនពីអក្សរសាស្ត្ររៀនពីវិជ្ជាជីវៈណាអញ្ចឹងនៅពេលដែលទៅរៀននៅវត្តអារាមគឺយើងបានជំនាញច្រើនទាំងអក្សរសាស្ត្រទាំងលេខទាំងនិពន្ធធម៌វិន័យសាសនាហើយជាពិសេសគឺអាវិជ្ជាជីវៈនេះឯងដូចជាទុំអញ្ចឹងឃើញទេទុំទៅរៀននៅបួសរៀននៅវត្តវិហារធំទុំមានជំនាញខាងផ្លុំខាងស្មូតពេជ្រមានជំនាញខាងផ្លុំហើយអ្នកទាំងពីរចេះធ្វើតោកណាអូខេមួយទីការអប់រំត្រូវចាំចេះកូនបើការអប់រំទីណាក៏ទទួលអធិពលពីទីនោះដែរអញ្ចឹងការអប់រំទទួលអធិពលពីការសិក្សាបើសិក្សានៅវត្តក៏ទទួលអធិពលពីវត្តដែរណាសិល្បៈនៅពេលនោះក៏បានបង្ហាញដែរគឺស្មូតផ្លុំច្រៀងទុំស្មូតចេះស្មូតទុំចេះច្រៀងពេជ្រចេះផ្លុំខ្លុយអញ្ចឹងនេះគឺជាការនិយមជួយចិត្តរបស់ខ្មែរណាអញ្ចឹងបានថាអក្សរសិល្ប៍ហ្នឹងឆ្លុះបញ្ចាំងពីបង្ហាញពីសង្គមខ្មែរនៃសម័យកាលនីមួយៗអញ្ចឹងគឺសម័យកាលលង្វែក
មួយទៀតផ្នែកគំនិតទស្សនៈមួយគឺនំមិនធំជាងនាលកូនណានំមិនធំជាងនាលម្ដាយទៀតថាម៉េចមិនដែលសោះឡើយទេអុយនំច្រឡះបោះធំម្ដេចជាងនាលកូនគោកាច់គិចដោយព្រៃវាលរស់រៀលជឿខ្លួនជួនដល់ស្លាប់អញ្ចឹងចង់បញ្ជាក់ថាម៉េចកូនណាកូនមិនដែលធំជាងម៉ែមិនធំខ្លួនទេមិនធំរូបរាងទេកូនណាធំចិត្តអញ្ចឹងកូនជាពិសេសគឺកូនស្រីត្រូវតែស្ថិតនៅក្រោមការទុកដាក់របស់ពុកម្ដាយជុំវិញបញ្ហាគូសកលបើម្ដាយទុកឪពុកដាក់ទៅឲ្យនរណាហើយគ្មានសិទ្ធិក្នុងការបកកាយតវ៉ាទេទោះបីថាអ្នកនោះខ្វិនខ្វងជ្រាបពីការក៏ដោយគឺត្រូវតែទទួលដាច់ខាតពីព្រោះគាត់គិតថាមនុស្សនឹងឯងគឺអាចរកអនាគតឲ្យកូនស្រីនឹងបានគាត់គិតអញ្ចឹងហើយបើសិនយើងធ្វើការជំទាស់ដោយប្រការណាមួយប្រកាសជាដូចម្ដាយទៀតនិយាយទៀតដែរអូខេចាអញ្ចឹងនេះគឺជាផ្នែកគំនិតមួយដែលប្រកាន់ខ្មែរសម័យនោះប្រកាន់យើងទស្សនៈនោះមិនធំជាងនេះហើយរហូតដល់សប្តាហ៍ថ្ងៃគាត់ណាទស្សនៈនេះក៏អត់ទាន់ស្រាប់រលាបដែរសប្តាហ៍ថ្ងៃនេះយ៉ាងហោចដល់ក៏ដល់50/50ដែរមិនឲ្យសិទ្ធិអធិភាពលើកូនទាំងស្រុងទេអ្នកឯងពេញចិត្តគ្នាក៏ដោយតែប្រកាសសំខាន់នាំឲ្យម៉ែឪមើលសិនបើម៉ែឪគិតថាកូននឹងល្អហើយអូខេបានតែបើសិនម៉ែឪមើលទៅថាតោះតនីតោះតនោះគឺអត់បានទេកូនមូលហេតុអីតែសារតែគាត់ភ្នែកចាស់គេហៅថាចាស់ជន់មុនគាត់ប្រកែមើលជាងយើងដល់ឥឡូវជួនកាលយើងមើលទៅលើសេចក្ដីជួនកាលយើងអត់មើលទៅលើអ្វីដែលជាតថភាពជុំវិញដទៃទៀតទេពេលខ្លះកូនស្រឡាញ់គ្នាដោយសារតែសេចក្ដីអញ្ចឹងបានជាអ្នកគ្រូតែងតែអប់រំថាម៉េចព្រៀនប្រដៅថាម៉េចសេចក្ដីតែម្យ៉ាងសៀតកើតទេនិយាយជាសាមញ្ញសំទោសណាប្រើពាក្យអសរតិចសេចក្ដីតែមួយម៉ាត់សៀតកើតទេអត់តែមួយយ៉ាងសៀតកើតទេគឺត្រូវមានអ្វីបន្ទាប់ផ្សំច្រើនទៀតអញ្ចឹងទន្ទឹមនឹងការមានសេចក្ដីក៏ត្រូវតែមានអ្វីផ្សេងដទៃទៀតដើម្បីជាការរួមផ្សំបញ្ចូលគ្នាឲ្យកាន់តែជីវិតគ្រួសារកាន់តែប្រសើរឡើងអ្នកខ្លះមានតែសេចក្ដីទេណាតែអត់មានគំនិតក្នុងការពឹងប្រើប្រាស់សមត្ថភាពធ្វើអ្វីសពបែបយ៉ាងដើម្បីឲ្យគ្រួសារមានសុភមង្គលទេណាអញ្ចឹងបានជាទស្សនៈនេះរហូតដល់សប្តាហ៍ថ្ងៃយ៉ាងហោចនៅកណ្ដឹង50/50ដែរណាកូនចង់ធ្វើបដិវត្តទេបើចង់ធ្វើបដិវត្តពេលណាកូនប្រកាសជាមានរឿងជាមួយគាត់ហើយចាតោះចេះរកល្បិចធ្វើម៉េចឲ្យគាត់អាចទទួលយកបានចាអូខេតោះឥឡូវយើងបានរឿងទុំទាមួយហើយឥឡូវយើងចូលទៅរឿងមួយទៀតមួយទៀតចាទុំទាដូចជាបង្ហាញអត់ទាន់អស់ណោះដូចជារបបគ្រប់គ្រងរឿងទៀតដូចជារបបរាជានិយមស្ដេចអំណាចមាន3ស្ដេចត្រាញ់អំណាចផែនដីស្ដេចផែនដីនិងអំណាចមេបាអញ្ចឹងបានន័យថាបរិបទនៅសម័យកាលលង្វែកហ្នឹងគឺបង្ហាញពីរបបរាជានិយមមួយដែលមានអំណាច3ជាអតិភិបគឺអំណាចស្ដេចផែនដីអំណាចស្ដេចត្រាញ់និងអំណាចមេបាចាដូចអ្នកគ្រូធ្លាប់ប្រាប់ណាអំណាចស្ដេចផែនដីលោកធ្វើអីអំណាចស្ដេចត្រាញ់យ៉ាងម៉េចអំណាចមេបាយ៉ាងម៉េចនេះស្ដេចត្រាញ់ដូចជាអរជូនណាគាត់ណាធ្វើអីខ្លះមួយទៀតមុខរបរធ្វើខ្សែធ្វើចំការជួញដូរអញ្ចឹងទៅអូចតាមរយៈសកម្មភាពរបស់តួអង្គនានាក្នុងដំណើររឿងគឺស្ដែងយ៉ាងប្រឆាក់អានឹងឯងដែលជាតថភាពនៃជីវិតរបស់ខ្មែរអញ្ចឹងបានជាខ្មែរនិយមចូលចិត្តមួយទៀតទីតាំងភូមិសាស្ត្រនៃឯណាកូនណោះវត្តវិហារធំនៅបាត់ភ្នំណោះត្បូងឃ្មុំពីដើមឡើយខេត្តត្បូងឃ្មុំឥឡូវក៏ខេត្តត្បូងឃ្មុំដែរតែមួយរយៈមុនគឺកាត់ចូលខេត្តកំពង់ចាមតែឡើយអត់ទេដាច់ចេញទៅវិញណាកូនណាអាហ្នឹងគឺយើងបានដំណើររឿងមួយដែលបង្ហាញពីអក្សរសិល្ប៍ខេត្តនិយមនេះបង្ហាញពីសង្គមខ្មែរក្នុងសម័យកាលលង្វែកចាឥឡូវកូនចូលទៅរឿងមួយទៀតរឿងអីរឿងកូលីកំណែនគូលីបងនៅកំណែនគូលីអ្នកធ្វើការងារកំណែនវាតែកែអញ្ចឹងកែមនុស្សទៅធ្វើការងារគូលីកំណែននេះគឺតថនិយមជឿនលឿនបន្តិចហើយណាដែលជាស្នាដៃរបស់លោកអ៊ឹមថុកគឺជាអតីតចាងវាងកាសែតវត្តភ្នំចាអញ្ចឹងយើងឃើញថារឿងកូលីកំណែននេះបានបង្ហាញពីរបបគ្រប់គ្រងមួយគឺរបបរាជានិយមក៏ប៉ុន្តែរបបរាជានិយមក្នុងសម័យកាលមួយដែលស្ថិតនៅក្រៅអាណានិគមត្រួតគឺបារាំងជប៉ុនក៏ដូចជាការជិតជែកពីចក្រពត្តិអាមេរិកដឹងហើយថាប្រទេសបើបាត់សន្តិភាពប្រទេសបើបាត់ឯករាជ្យអធិបតេយ្យភាពក្តីលំបាកវេទនាកើតមានឡើងមិនត្រឹមតែរបបអាណានិគមត្រួតទេមានការជិតជែកពីមហាអំណាចគឺចក្រពត្តិអាមេរិកដែលធ្វើការទម្លាក់គ្រាប់បែកពេលនឹងឯងអាមេរិកចង់សម្ព័ន្ធភាពជាមួយបារាំងទម្លាក់គ្រាប់បែកខ្ទេចអស់ច្រើនកន្លែងដូចជាកំពង់ផែភ្នំពេញផ្សារកណ្ដាលចាត់ដីធំមុខវត្តអណាឡោមជាដើមធ្វើឲ្យសង្គ្រាមនេះធ្វើឲ្យខ្ទេចខ្ទាំរចនាសម្ព័ន្ធម្ដាយផ្លាត់កូនជីដូនផ្លាត់ចៅប្តីផ្លាត់ប្រពន្ធអ្នកមានផ្ទះសម្បែងខ្លាចទៅជាអ្នកដែលគ្មានផ្ទះសម្បែងជ្រកកោនជីវិតពីការពិរាគឺបន្សល់ទុកមរតកពីសង្គ្រាមគឺច្រើនចាអូខេអញ្ចឹងបានជាគេមិនចង់ឲ្យកើតមានសង្គ្រាមទេសន្តិភាពបើបានហើយត្រូវតែប្រឹងថែរក្សាទៅដើម្បីជាប្រគុណប្រយោជន៍សម្រាប់សង្គមនិងខ្លួនឯងចាបើសិនជាកូនឃើញសង្គ្រាមនៅបណ្ដាប្រទេសដទៃបងកូនដឹងថាអូវាគួរឲ្យអាណាធមប៉ុណ្ណាមិនបាច់ទៅ
ប្រទេសដទៃយើងប្រមាណទៅដល់អតីតកាលប្រទេសយើងក៏យើងអញ្ចឹងដូចគ្នាណាអូខេតោះអញ្ចឹងយើងបន្តទៀតនេះសម័យកាលអាណានិគមត្រួតណាកូនណាបានន័យថាអាមួយមិនទាន់ចេញផុតអាមួយចូលមកទៀតចាហើយក៏មានការជិតជែកពីចក្រអាមេរិកនេះគឺជាតថភាពសង្គមមួយដែលស្នាដៃបានលើកយកមកលាតត្រដាងមួយទៀតបង្ហាញពីជំនឿជឿលើអីកូនជឿលើការបន់ស្រន់តងាជាមកនឹងហេងនៅពេលដែលទៅជ្រកពួនសុំទោសតងាជាមកនៅពេលវេលាយប់មុននឹងចូលដំណេកគាត់មានពុទ្ធរូបមកកញ្ចក់លើក្បាលតនេកណាគាត់តែងតែអុជធូបបន់ព្រះសំពះទេវតាសុំក្តីសុខគាត់ជឿទៅលើអីគាត់ជឿថាក្តីលំបាកក្តីវេទនាបណ្ដាលមកពីកម្មបណ្ដាលមកពីជាតិមុនធ្វើបុណ្យមិនបានក្រាស់ក្រែលចឹងដើម្បីបញ្ជាក្តីទុកក្តីលំបាកវេទនានេះត្រូវតែខំភៀសវិរិយធម៌ឡើងមិនគួរឡើយចិញ្ចឹមវត្តឬក៏ចាប់ត្រីនោះទេនេះទស្សនៈរបស់យាយមុកហ្នឹងណានៅពេលដែលអ្នកទាំង3ទៅលាក់ខ្លួនពុនអាត្មារកកន្លែងស្ងប់រកកន្លែងសុខកិច្ចពីការទម្លាក់គ្រាប់របស់ចក្រភពអាមេរិកនៅត្រង់ចាត់ដៃធំមុខវត្តអូណាឡោមណាតាងាយាយមុកបនព្រះសម្បត្តិទេវតាគាត់ថាញាតញោមអើយខំភៀសវិរិយធម៌ឡើងមានតែពុទ្ធពធប្រសងអាចជួយបានណែគេទោះបីថាយ៉ាងណាក៏នៅតែគិតទៅដល់ត្រៃសរណៈរបស់ព្រះពុទ្ធសាសនាដែរមួយទៀតគឺយើងបង្ហាញពីបញ្ហាសាសនាដែលយើងគោរពបូជាគឺសាសនាព្រះពុទ្ធណាដោយរឿងទុំទាវដែរព្រះពុទ្ធសាសនាដើរតួនាទីសំខាន់ណាស់យើងឃើញទេបើកាលណានិយាយពីតួនាទីវត្តអារាមនិយាយពីតួនាទីរបស់ព្រះសង្ឃលោកដើរតួនាទីសំខាន់ក្នុងការអប់រំសង្គមឲ្យប្រកបដោយភាពល្អប្រសើរសូម្បីតែតាមរយៈបញ្ញសិលក៏ត្រូវបានស្ដែងយ៉ាងប្រឆាក់ក៏ត្រូវបានបង្ហាញពីអ្វីដែលជាសិលធម៌សង្គមខ្មែរតោះឥឡូវយើងមើលសាសនាគោរពពុទ្ធសាសនាយើងមានវត្តអីគេដូចជាវត្តឧណាឡោមដូចជាវត្តត្បូងដូចជាព្រះសង្ឃពនាមប៉ុលសុំទោសព្រះសង្ឃពនាមនេះនៅគង់នៅវត្តត្បូងនោះគឺយ៉ាងឈ្មោះចង់ភ្លេចពនាមលោកដូចជាលោកគ្រូមកគ្រូសុកសានមកពនាមមកនៅវត្តត្បូងហើយយើងមានព្រះសង្ឃច្រើនយើងមានវត្តមានចាត់ដីមានអីនោះគឺតំណាងឲ្យពុទ្ធសាសនាហើយចានេះគឺសុទ្ធតែភ្ជាប់ទៅនឹងតថភាពនៃសង្គមខ្មែរភ្ជាប់តថភាពទៅនឹងការនិយមចូលចិត្តរបស់មនុស្សខ្មែរការប្រតិបត្តិរបស់មនុស្សខ្មែរមួយទៀតបង្ហាញពីប្រពៃណីទំនៀមទម្លាប់ដូចជាការបួសរៀនតងាជាមកបានបញ្ជូនទឹកលឹមទៅបួសរៀនលឹមបួសរៀននៅវត្តត្បូងក្រោមសំណាក់លោកគ្រូសុខតាមព្រាមគ្រូមកណាបង្ហាញពីការស្អីដណ្ដឹងនរណាគេចូលតដឹងនរណាគេតងាជាមកនៅពេលដែលលឹមលាចាក់សក្កាបោទៅបានចូលទៅដណ្ដឹងនាងហេងដែលជាកូនរបស់ពូស្វាយមីងពតជាគូដណ្ដឹងណាចូលទៅដណ្ដឹងហើយដណ្ដឹងទៅឲ្យចឹងទៅរៀបការនរណាគេរៀបការនាងហេងនឹងអន្តិតលឹមក៏តែគ្រាន់ជាការប្រុងប្រៀបរៀបចំរៀបការណាបើសិនជាលឹមត្រឡប់ពីការដ្ឋានពលចន្ទងវិញនឹងត្រូវរៀបការក៏តែមិនទាន់បានរៀបការផងក៏ស្រាប់តែត្រូវគ្រាប់បែកស្លាប់ទៅការនិយមឲ្យកូនប្រុសទៅបម្រើផ្ទះខាងស្រីនេះគឺជាបវេណីរបស់ជាតិណាកូនណាកាលណាស្អីដណ្ដឹងហើយពីដើមឡើយកូនប្រុសត្រូវតែទៅបម្រើនៅផ្ទះខាងស្រីយ៉ាងហើយនៅក៏បានមួយចម្រោតយ៉ាងហើយនៅក៏បានមួយសន្ទុងពីព្រោះគេធ្វើខ្សែធ្វើចំការអញ្ចឹងបើគ្រួសារខាងស្រីប្រកបរបរអីកូនប្រុសត្រូវតែធ្វើកិច្ចការនៅឲ្យគេបើសិនជាគ្រួសារខាងស្រីលក់ដូរកូនប្រុសក៏ត្រូវតែទៅជួយលក់ដូរបើធ្វើខ្សែចំការកូនប្រុសក៏ត្រូវតែទៅជួយធ្វើខ្សែចំការអញ្ចឹងការដែលទៅបម្រើនេះដើម្បីអីមើលពីចរិតលក្ខណៈរបស់កូនប្រុសល្អជាទេជួនកាលខ្លះកូនណាទៅបម្រើគេរាប់ឆ្នាំមកគេមិនពេញចិត្តដោយប្រការមួយផ្ដាច់ប៉ាត់ផ្ដាច់លឺសូតប៉ាត់អាហ្នឹងគឺអញ្ចឹងចាដើម្បីអីដើម្បីមើលថាកូនប្រុសនឹងអាចទទួលខុសត្រូវលើអនាគតគ្រួសារនឹងបានអត់បើសិនជាកូនប្រុសអសកម្មនៅប្រការណាមួយគេអត់ទទួលយកទេអញ្ចឹងបានជាមានរឿងមួយគឺរឿងឪពុកក្មេងរបស់កូនប្រសាឃើញទេដរាបណាគាត់រើសបានមនុស្សល្អទើបគាត់ឲ្យកូននឹងរៀបការជាមួយកូនស្រីគាត់កូនប្រុសណាគាត់ណាអញ្ចឹងនេះគឺជាខេមរៈនិយមមួយជាការនិយមជួយចិត្តរបស់ខ្មែរមួយដោយសារភ្ជាប់ទៅនឹងតថភាពនៃសង្គមខ្មែរអូខេតោះមួយទៀតគឺការសិក្សាកាលណានិយាយពីការសិក្សារៀនសូត្រទៅតាមវត្តអារាមសាលាសាធារណៈសម័យនោះបញ្ជាក់ណាបន្តិចលឹមទៅបួសរៀនទៅតាមវត្តនៅវត្តអារាមគឺវត្តត្បូងដែលឡែកសាលាសាធារណៈដូចជាមឹងគឺបានបញ្ចប់ការសិក្សាវិទ្យាល័យហើយបានចេញទៅធ្វើការនៅក្រសួងសាធារណការនៅឯជារាជការនៅឯខេត្តព្រៃវែងចាអញ្ចឹងគឺសាលាមានទាំងពីរទាំងសាលាវត្តទាំងសាលាសាធារណៈចា
hay sả lá vót riêng vì thọ để xa riêng vì chi vẽ riêng vì thọ anh chẳng khá tới riêng vì chụp nên chẳng khá tới đại lại sả lá sát thiên nã cứ riêng tẹt tông từ nâng chung cá tẹt tông chụp nên bị chạy cái tê từ nâng chụp đại đang tu tông chẳng tới chả mỗi thứ cứ sả bạ small cầm nạp cái này con đại bị chạy bị sả bạ small cầm nạp đôi chi lấm á tận lấm á nơi về từ bồng ra nộp tiền hình tay từ chạy stra tiêu ai vì bọn tụ bốn một sport ở Kusan này sập hay được về đẹp ban sập stra tiêu ai đại là lâm sport ở sập hơi nên hình của bạn đại nhà tham mấy đại nhà chỉ mỗi thà kia đừng smart smart chỉ mỗi lâm đôi tiêu đâu đây đừng ái bật cây bằng first năm hay xây premier cha mỗi phép nó cầm định các gia sa club này phải cái phép đấy cứ chia ở tại sinh nhàn môi được bọc mai của nó phải cái phép cứ chia chịu chịu được bọc sợi mai phải cái phép đá tồn tạiสำคัญchẳng hai ban chiเอาแต่เป็นแต่ลือโซเปียทับแพกได้เพียบตายแต่ใครเราอาคุกเนี่ยพวกใครบัดมองแพกได้เพียบตัวเบียดปะปอดดอก็ติอยู่บังการเราเปียดมเนียลสอบแบบอย่างchẳng hai ban chiเปียได้หนึ่งเฮงเติบบานเบคุมพันบังคอมเอาสลังลูกเฉวายหนึ่งเฮงบาดซาแพกได้เพียบชิมวยล้มเราโหดอรถลูโหดอสลับบัดมองอยู่ชีวิตนะมุกระบอโทรสายไปจิมกาหริชกาลุโดได้บังhai trong đầm rơi chả chiบเพียบอย่างไม่ได้จุกการหลุมบะกราวมการคลิปสังกัดรบบริกาได้ทัดในกราวรูปนานิคมสมัยนู้ครูซาขมายจิตตัวคือกรอให้มาหากรอบ้านในท้ากรอให้เลยลือครูซาคลามินสมเด็จองค์เปียหล่อชีตายมากับเพลกดพอสั้นบอกพอได้เจนจากไรพอได้เสียเปียเถอะพอได้แต่เราบอกว่าผมจ้องเจนจากบ่ดองบ้านั่งเอาผมเสียเปียเจนจากบ่ดองให้สู้ท่านนักท่องเที่ยวอย่างไรได้นักท่องเที่ยวเกมีนสำเร็จแปะเมียนได้ก็ถ้าวิเกหาตาบ่มนายลเปียถ้าบ่มนายลไม่ถ้าปะชวนหรือปะโอ้ยวิทั่วเอาสไลด์เคยทานนี่คือใครครอหรือบะวิตรีคลั่งตัวหรือบะคลั่งให้สู้ท่านจะเอาเป็นลัตเพียบไปเมียนออกมาถ้ายังเป็นลัตเพียบตมาอย่างเราไว้ก็ถ้าริชการมันเอาทั่วเต้บอกสังจับบ้านกับรหัสกัดไปเจ้าเอาเถอะนะจังเนาะดอกไปกิจใจนึกสละสกจ้ะจังบ้านนึกสละสกกิปดอกเอามาเป็นลูกบ้าไปตรีครั้งบังออดดอกบอลบังออดสำเร็จเปียเคยให้บ้านจีบินกาต่อสู้นะจังที่คือจิตตะเพียบมุ้ยนึกน้องสังคมคล้ายกราวรูปเพียนาในกลุ่มตัวคือบางจุดปนมุ้ยที่พนักกับกลุ่มนัดจงเว้นปัญหาโกสกอพนักกลุ่มนัดจงเว้นปัญหาโกสกอยังเคยเตะนึกไปได้ต่างกันผู้สไปมิงปอดก็ให้หนึ่งให้มาดังสู้ปีปัญหาไม่คุมพันนะก็ทำไม่เฮ้ยไม่คุมพันกี่มาถูกไอ้เนาะเปลี่ยนตัดมนนะโอ้ยจังในให้ทั้งกอดมาประโจขัวสายยืงกอดประโจทำไมหนึ่งให้มีมุกสรอมีเรียงซ้อมกำพูนเชิงสโลนมาเรียบได้กำพูนเชิงหล่อมาเรียบได้สโลนเลยเปล่าโกรธเรียงนึกเหมือนซ้อมทัวร์สายเต้ซ้อมทัวร์จีเนี่ยกรองซ้อมทัวร์จีลูกจมเตี้ยวลูกใส่บ้านเหมือนบ้านดอตีมวยเต้ห้อยหน้าก็ตีใบหรือก็จะใส่ลูกจะไหวได้จังให้บ้านเชียในปีใดหนึ่งเฮงปรับบินจังเต๋อท่ากอดบ้านสาวท่าลูกจะไหวสลายหนึ่งเฮงสาวพุยกอดหนึ่งเฮงตะบ้านในปีใดสาวสับครบให้ลูกกับบ้านจูนจำนวนมากระชอบท่าเชียอมน้อยบอลลูกจะไหวจำบอลหนึ่งเฮงกบแต่หนึ่งเฮงมาไปแจกพิตึกจัดบอลเนี้ยก็นะนี่ก็บอกว่าหนึ่งเต๋อไปแจกพิตึกจัดบอลหนึ่งทานเนี้ยจะรีบการให้จังก็มอระบบจมูกอย่างติดก็สลับแต่มาสายล้างก็สลับไปคุมพันมาติดโยปริมากับเรียมพองวันจังก็บ้านเกิดกูเนี้ยở vùng này các bạn xua tha pu spy còn mình toàn dây mình bột pu spy có xua tơ mình bột tha quạt dây chăn ở vùng bốn bàn máuปรับกอดท่าบางส่วนจะโกนกอดไว้เนี่ยกอดอดตุกตีกอดเลือกเอาจะลงจะไว้อยู่ให้ปูสไปมิงโปก็ท่าปูสไปก็ทำไหมทั้งเบิกกอดก็อดเลยกอดมันจอยคนไม่ไปจีนในมือเลยพวกยังเคยเนี่ยในมือนี่คือมีใส่จานมีแบบปนปีใบให้มีใส่ติดจังđó là bây giờ chẳng có sạp té mình bỏ có thà ở lỡ sai đưa ta đừng hay đó bảo sao chỉ biết trong nó cái đấy nên mình tự lâm từ tại bởi trong mình support biết phải lo chỉ biết là cái từ đây chỉ bị lục trở vài từ đó bây giờ so tu sạ phùng mà đai chẳng á nên hay có ban bản tranh tu sạ luôn ai thằng mình niềng sắc chất nơi chỉ mùi lấm rong chăm lấm đôi tiêu pro tay đừng ái pro cách mình pro xong hai xây ra thì đời sátแต่niềng mới khơi pi sập lẹ cả sập bắt lọ bỏ lấm thì ai chẳng chẳng chung quanh bài hà khu sẽ có cứ sức sấy phiệp cà phê ọt phiệp ở con chung quanh bài hà cô sờ cò cô ọt cầm nọt cô ọt bằng khom thế chả ok với tiếp theo cũng một xa một vật xa cứ sắp ta tẹt tông tôi tập phiênในสังคมខ្មែរនឹងទីកន្លែងនឹងធម្មជាតិនឹងតតភាពនៃសង្គមខ្មែរទាំងអស់ចាដូចជាភូមិដូចជាស្រុកកណ្ដាលស្ទឹងដូចជាពូជិនតុងដូចជាអីសពបែបយ៉ាងគឺសុទ្ធតែ
ជាទីកន្លែងគឺជាសុខកំណើតរបស់ខ្មែរទីតាំងភូមិសាស្ត្ររបស់ខ្មែរអូខេអញ្ចឹងគឺយើងបានដឹងពីរឿងហ្នឹងកូនណាតោះឥឡូវចូលទៅមួយរឿងទៀតទៅតោះរឿងប្រតិថ្មីរះលើផែនដីចាស់កាលណានិយាយពីរឿងប្រតិថ្មីរះលើផែនដីចាស់កូនណាវាជាប្រឡោមលោកមួយដែលបានបង្ហាញពីបរិបទសង្គមរបបគ្រប់គ្រងនាសម័យរាជានិយមណាក៏ប៉ុន្តែសម័យកាលចន្លោះអន្តរកាលមួយនៃសម័យសង្គមរាជនិយមដែលទើបចាប់ដើមកកើតឡើងប្រទេសបានឯករាជ្យមែនក៏ប៉ុន្តែវានៅមានការប្រទាំងប្រទិសខ្លះគាត់ណាវាមិនទាន់បានល្អប្រសើរនៅឡើយទេអញ្ចឹងហើយបានជាជុំវិញរឿងប្រតិថ្មីរលផាតេចាស់នេះកូនបានសិក្សាដូចជាធ្លាប់សិក្សារួចហើយរឿងនេះវែងរហូតដល់19វគ្គហើយនឹងមានវគ្គបញ្ចប់មួយទៀតហើយការដែលសិក្សារឿងនីមួយៗដោយលោកគ្រូធ្លាប់ប្រាប់អញ្ចឹងគាត់ណាយើងរៀនរឿងដរាបណាយើងចេះរឿងទាំងអស់នៅក្នុងសភៅពុំយើងដកស្រង់អត្ថបទដកស្រង់មកសិក្សាក៏តែអត់អស់ដោយសេចក្តីទេអញ្ចឹងកូនត្រូវអានរឿងនោះឲ្យចេះដើម្បីទាញយកចំណុចពីក្នុងរឿងទៅបញ្ចូលនៅក្នុងការសរសេរតែសេចក្តីបើប៉ះចំណុចណាគឺយើងអាចបញ្ចូលបានត្រង់ចំណុចហ្នឹងដោយសារតែយើងយល់ដឹងពីខ្លឹមសារនៃរឿងអូខេអញ្ចឹងយើងឃើញសម័យកាលនៅចន្លោះអន្តរកាលនេះមួយនេះជំនឿជឿទៅលើកម្មផលជឿលើអំពើល្អអាក្រក់កម្មផលត្រង់ណាកូនសមណាមកលំបាកវេទនាសមក៏គិតថាជាកម្មរបស់ខ្លួនណាក៏ប៉ុន្តែជឿលើអំពើល្អអាក្រក់នេះដោយសារតែគេសម្ដែងទៅលើសកម្មភាពនៃតួអង្គសមធ្វើល្អបានផលល្អតែនៅពេលដែលសមធ្វើអាក្រក់គឺបានផលអាក្រក់ដូចជាទៅឆក់កាបូបគេជាប់គុកអញ្ចឹងទៅណាប៉ុនប៉ងស្លាប់គេជាប់គុកអញ្ចឹងទៅអូខេចាទំនៀមទម្លាប់ប្រពៃណីដូចជាឈ្មោះបុរាណដូចជាបុណ្យសពនៅពេលដែលបង្ហាញពីឈ្មោះបុរាណកន្លែងណានាងសយដែលជាប្រពន្ធរបស់សមឈឺពោះណាគ្រប់ខែឈឺពោះឆ្លងទលេក៏ប៉ុន្តែសម្រាលមិនរួចទៅពឹងពោលោកគ្រូពេទ្យបែបទំនើបលោកគ្រូពេទ្យនរាគ្រូពេទ្យនោះបោជាប្រាក់ដូចជាព្រះអញ្ចឹងគ្រប់ប្រាក់ឲ្យតម្លៃប្រាក់ស្មើនឹងការគ្រប់ព្រះគាត់ថាបើសិនជាមាន1000ឲ្យគាត់ទៅគាត់មកមើលប្រពន្ធសមហើយសមមានត្រឹម10 20រៀលរត់តែក្នុងខ្លួនគ្មានផងណាអញ្ចឹងទីបំផុតគ្រូពេទ្យនេះគឺមិនបានមកមើលប្រពន្ធសមទេដោយសារតែគ្រូពេទ្យនេះមិនមកអញ្ចឹងក៏ពឹងពាក់មិត្តរួមអាជីពណានេសាទណាឲ្យទៅអញ្ជើញឈ្មោះបុរាណយេប៉ោយេប៉ោះចានៅក្បែរពេទ្យចិននៅចិត្តទូចិននៅចិត្តពេទ្យចិនឲ្យមកសម្រាប់វិញក៏ប៉ុន្តែដោយសារតែនាងហេងនឹងសំទោសនាងសយនឹងគឺมันអាចសម្រាប់បានព្រោះកូននៅទៅទឹងពោះណាអញ្ចឹងក៏ស្លាប់ទាំងម្ដាយទាំងកូនទៅចាបនសពនៅពេលដែលនាងសយស្លាប់ក៏បានអ្នកញាតិជិតខាងក៏បានជួយជាថវិកាតិចតួចតាមលទ្ធភាពណាដើម្បីឲ្យសមមានឱកាសក្នុងការធ្វើចង្ហាន់ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់នាងសយនេះឯងចាអូខេមួយទៀតជីវភាពចាជីវភាពគឺលំបាកវេទនាដោយសារអីដោយសារតែយើងដឹងហើយថាបរិបទសង្គមមួយសមចាក់ចេញពីសុខកំណើតដោយសារមូលហេតុអីចាំនៅពេលយើងសិក្សារឿងកូនមើលរឿងនឹងឡើងវិញណាហើយមករស់ក្នុងជីវិតលំបាកទីក្រុងពុះពេញដោយការលំបាកជាកម្មករណាជួបរឿងរ៉ាវអ្វីខ្លះហើយតម្រាំទៅបានទៅជីវភាពដែលល្អប្រសើរទៅឲ្យសុខកំណើតវិញគឺឆ្លងកាត់ការលំបាកច្រើនការសិក្សារៀនសូត្រចំណេះដឹងទូទៅជំនាញបច្ចេកទេសសមក៏មានចំណេះដឹងខ្ពស់មិនខ្ពស់ប្រហែលទេគាត់ថាក៏ចំណេះចេះដឹងមួយដែរក៏ប៉ុន្តែដោយសារតែលក្ខខណ្ឌសង្គមមិនអំណោយផលចឹងក៏បានរត់គេចពីសុខកំណើតបោះបង់ការសិក្សារៀនសូត្រហើយមកធ្វើជាកម្មករនៅទីក្រុងវិញតែបើយើងនិយាយតាមរយៈតួអង្គលោករដ្ឋមន្ត្រីក្មេងយើងឃើញទេការសិក្សារៀនសូត្រមានតែក្នុងនិងក្រៅប្រទេសណាលោករដ្ឋមន្ត្រីក្មេងនេះបានសិក្សាចេញទៅក្រៅប្រទេសទៀតទៅស្រុកបារាំងត្រឡប់មកវិញបានជារដ្ឋមន្ត្រីទាំងវ័យក្មេងដោយសារតែលោកមានសមត្ថភាពលោកមានចំណេះជំនាញពិតប្រាកដចាមួយទៀតគឺផ្នែកគំនិតជាតិភាពស្មោះត្រង់ផ្នែកគំនិតជាតិត្រង់ណាជួយគ្នាទៅវិញទៅមកនៅគ្រាមានទុក្ខលំបាកលោករដ្ឋមន្ត្រីនៅពេលដែលរថយន្តលោកប៉ះពីសមលោកមិនបានចោះទៅជេរទៅស្ដីទៅប្រមាថទេលោកចោះទៅមើលដល់អាការៈពុតភ័យលោកថែមទាំងមានបំណងជូនសមទៅមន្ទីរពេទ្យតែសមថាអត់អីទេលោកតែមានបំណងសុំទៅចង់ឲ្យប្រាក់សម500រៀលទៀតក៏តែសមថាអត់យកទេសុំជួយរកកិច្ចការងារឲ្យវិញអញ្ចឹងក៏យកសមទៅនៅផ្ទះរបស់លោកឲ្យបានការងារធ្វើណាអានេះគឺជាផ្នែកកម្រិតជាតិមួយជួយគ្នានៅគ្រាមានទុក្ខលំបាកគេថាមនុស្សជួយគ្នានៅគ្រាមានទុក្ខលំបាកអញ្ចឹងបានជានៅពេលដែលលោកនិយាយប្រាប់សមមនុស្សយើងត្រូវពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកណាមនុស្សយើងត្រូវមានសិទ្ធិសេរីភាពស្មើគ្នាតែមានសិទ្ធិសេរីភាពត្រូវមានព្រំដែនអូខេភាពស្មោះត្រង់អញ្ចឹងលោកចង់បានអ្វីពីសមលោកចង់បានត្រឹមតែភាពស្មោះត្រង់ទេព្រោះភាពស្មោះត្រង់នេះ
ទៅដល់ទីណាក៏អត់សាបសូន្យដែរទៅដល់ទីណាក៏អត់សាបសូន្យដែរស្មោះត្រង់ជាមួយគេនឹងផ្ដល់ទំនុកចិត្តមកលើយើងធ្វើអីគឺបានលទ្ធផលល្អចាអញ្ចឹងគឺអ្នកគ្រូលើកយករឿងតែ3នេះតាមអ្វីដែលជាការបង្គាប់របស់ប្រធានមកនិយាយហ្នឹងណាអញ្ចឹងចប់ណាកូនណាតោះឥឡូវយើងចូលទៅសរុបមតិបន្តិចសរុបមតិគឺជាការសរុបទៅលើអ្វីយើងបានបកស្រាយមិញមកកូនសរុបទៅលើអ្វីយើងបានបកស្រាយមិញតោះឥឡូវអ្នកគ្រូគាត់ដាក់ជាគំរូឯណាគាត់តែដាក់ជាគំរូទេគុណទូនចង់សរសេរផ្សេងទៀតក៏បានដែរអត់អីទេតោះសរុបសេចក្តីមកអាចនិយាយបានថាអក្សរសិល្ប៍គណនិយមបានលាតត្រដាងយ៉ាងប្រឆាំងជុំវិញតថភាពសង្គមខ្មែរនៅគ្រប់សម័យកាលដែលតាមរយៈការបង្ហាញនេះបានស្ដាយឲ្យឃើញយ៉ាងច្បាស់លាស់ជុំវិញរបបសង្គមការរស់នៅការប្រកបមុខរបររកទទួលទានការប្រស័យតាក់ទងការគោរពជំនឿលទ្ធិសាសនាក៏ដូចជាបញ្ហាសង្គមខ្មែរជាច្រើនទៀតអានេះគ្រាន់តែជាការប្រមូលផ្ដុំបញ្ហាដែលយើងបានបកស្រាយមិញណាកូនណាប្រមូលផ្ដុំបញ្ហាដែលយើងបានបកស្រាយមិញមកសរុបបញ្ចូលគ្នាឡើងវិញខ្លីតែខ្លឹមបានន័យថាយើងធ្វើកំណុំកំហាប់មួយឲ្យមាននៅមានសេចក្តីគ្រប់គ្រាន់ហើយប្រមូលផ្ដុំបញ្ហាដែលបានបកស្រាយកន្លងមកអូខេចាអញ្ចឹងគឺអ្នកគ្រូសរុបឲ្យប៉ុណ្ណេះកូនអាចច្នៃប្រឌិតយ៉ាងម៉េចទៀតឲ្យទៅជាការសរុបមួយដែលមានន័យគ្រប់គ្រាន់មកបានអូខេហើយបានយើងចូលទៅដល់បញ្ចប់ហើយជាទម្លាប់យើងដឹងណាបញ្ចប់សេចក្តីគឺមានវាតម្លៃនឹងមតិផ្ទាល់ប្រធានបែបបញ្យល់វាតម្លៃឃើញពីសារៈសំខាន់ឃើញពីខ្លឹមសារឃើញពីប្រយោជន៍ឃើញពីគុណសម្បត្តិឃើញពីគុណតម្លៃអីចឹងមកចាឥឡូវយើងវាតម្លៃថ្មីប្រធានលើកឡើងនេះមានខ្លឹមសារល្អអត្ថន័យទូលំទូលាយព្រោះអីចឹងខ្លឹមសារល្អអត្ថន័យទូលំទូលាយនេះគឺបានតែ2បន្ទុកអីកូនព្រោះមកបាន4បន្ទុកថែមទៀតព្រោះបាននិយាយតាក់ទងទៅនឹងអក្សរសិល្ប៍គណនិយមដែលបានចូលរួមចំណែកក្នុងការលាតត្រដាងសង្គមខ្មែរក្នុងសម័យកាលនីមួយៗណានឹងគ្រាន់ជាការសរុបរួមរបស់យើងទេកូនហើយចង់បន្ថែមអ្វីទៀតឲ្យវាវែងសេចក្តីតិចមកក៏បានដែរអត់អីទេកូនអត់អីទេឲ្យតែចូលប៉ុណ្ណឹងគឺវាបានគ្រប់គ្រាន់របស់វាហើយតោះហើយនឹងមតិផ្ទាល់គឺជាការបញ្ចេញយោបល់ផ្ទាល់ខ្លួនជុំវិញប្រធានបទការបកស្រាយប្រធានបទចាអញ្ចឹងគ្រូដាក់អញ្ចេះគាត់ទៅជាគំរូណាដូចនេះការសិក្សាអក្សរសិល្ប៍បានក្លាយជាចំណែកសំខាន់មួយសម្រាប់អ្នកសិក្សាក្នុងការសិក្សាស្វែងយល់ពីសង្គមបរិយាកាសហើយតាមរយៈការសិក្សាស្វែងយល់នេះបានធ្វើឲ្យមើលឃើញយល់ដឹងកាន់តែច្បាស់ពីព្រឹត្តិការណ៍ក្នុងរបបសង្គមពីការរស់នៅរបស់មនុស្សពីវប្បធម៌អីជាដើមចាអូខេអញ្ចឹងគឺនេះគឺគ្រាន់តែជាគំរូមួយដែលលោកគ្រូឲ្យកូនរៀនសរសេរគាត់ណាអញ្ចឹងដោយលោកគ្រូប្រាប់អញ្ចឹងនេះគឺគ្រាន់តែជាគម្រោងតែងទេក៏ប៉ុន្តែគម្រោងតែងនេះគ្រូពង្រីកសេចក្តីឲ្យបន្តិចដល់ពេលកូនសរសេរគាត់អត់សរសេរអញ្ចឹងទេចាំនៅពេលដែលចង់បញ្ចប់នៃការរៀនប្រធានទាំងឡាយហ្នឹងគឺលោកគ្រូនឹងប្រាប់ថាសរសេរចេញមកតម្រងយ៉ាងម៉េចហើយយើងកូននឹងអាចទៅរកដំណភ្ជាប់នៅកន្លែងណាកន្លែងណីបានអញ្ចឹងណាកូនណាអូខេតោះអញ្ចឹងគឺអ្វីដែលលោកគ្រូបកស្រាយនេះគឺបានចប់សពគ្រប់ហើយសម្រាប់ប្រធានទី2នេះហើយប្រធាននេះលោកគ្រូបញ្ជាក់ទៀតណាកូនណាយើងលើកយកមកបង្រៀនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិលើកយកពីប្រធានបទមិនមែនរឿងថ្មីទេបានន័យថាប្រធានបទនេះយើងធ្លាប់ចេញប្រឡងរួចហើយតែត្រូវតែលើកយកមកធ្វើជាគំរូឲ្យកូនរៀនឲ្យកូនចេះឲ្យកូនចាំដើម្បីជាគំរូសម្រាប់ការសរសេរនៅពេលប្រឡងណាអញ្ចឹងនៅពេលដែលឃើញកូនឃើញគំរូអស់ទាំងនឹងហើយព្រោះវាជាប្រធានលក្ខណៈទូទៅអញ្ចឹងកូនណាបើឃើញគំរូទាំងហ្នឹងកូនអាចគិតថាគំរូអញ្ចឹងមកបើសិនជាប្រធានអីប្រហាក់ប្រហែលហ្នឹងកូនអាចសរសេរបានចាអញ្ចឹងក៏មិនប្រកាសថាចេញអាណានេះគឺគាត់ដឹងគាត់ថាគ្រូបង្រៀនត្រៀមព្រោះនៅក្នុងអត្រាកំណែគឺមានហើយក៏តែកូនគាត់តែមើលគាត់អត់ដឹងថាការបកស្រាយគឺរបៀបម៉េចទេវាអត់តន់តលីអញ្ចឹងបានជាគ្រូលើកយកមកបង្រៀនឡើងវិញដើម្បីឲ្យកាន់តែតលីបន្តិចចាអូខេចាអញ្ចឹងគឺសម្រាប់ប្រធានបទនេះចប់ទៀតណាកូនណាសង្ឃឹមថាអ្វីដែលជាការផ្ទេររបស់អ្នកគ្រូនឹងជ្រាបដល់ប្រិយមិត្តក៏ដូចជាកូនសិស្សនិស្សិតពិសេសគឺកូនថ្នាក់ទី12ដែលនឹងត្រូវត្រៀមប្រឡងនៅថ្ងៃខាងមុខនេះសង្ឃឹមថាអ្វីដែលអ្នកគ្រូបង្រៀនកូនអាចទទួលយកបានចេះយកទស្សនៈនៃគ្រូបរៀនទៅផ្សារភ្ជាប់នឹងការអនុវត្តចាហើយនៅទីបញ្ចប់នេះគឺសូមជូនពរដល់ប្រិយមិត្តសូមជូនពរដល់កូនសិស្សនិស្សិតឲ្យមានសុខភាពល្អមានការចេះចាំមានចំណេះដឹងទូលំទូលាយហើយសូមអភ័យទោសផងរាល់កំហុសឆ្គងប្រសិនដោយចេតនាឬអចេតនាណាមួយចាពីព្រោះដោយអ្នកគ្រូធ្លាប់និយាយអញ្ចឹងមិនប្រកាសថាអ្នកគ្រូនឹងចេះលើសគេលើឯងទេអញ្ចឹងអ្វីក៏នៅតែមានខ្វះចន្លោះដូចគ្នាចាមនុស្សមិនអាចគេចផុតពីកំហុសឆ្គងតែបើសិនជាមានឃើញកំហុសឆ្គងសូមចូលរួមរិះគន់ក្នុងន័យស្ថាបនាជួយបំពេញបន្ថែមកន្លែងដែលខ្វះចន្លោះដើម្បីឲ្យកាន់តែគ្រប់គ្រាន់សម្រាប់សរសទ្រង់របស់ជាតិយើងទៅថ្ងៃមុខទៀតចាអរគុណច្រើនជួបគ្នានៅវិញ្ញាសាក្រោយតទៅទៀតចា